ឯកឧត្តមគីច័ន្ទរំដួលអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសម្របសម្រួលនាំយកក្រុមហ៊ុនដែលទទួលទិញដំឡូងមីពោតក្រហមគ្រាប់ស្វាយចន្ទីគ្រាប់សណ្តែកសៀងក្នុងបរិមាណយ៉ាងច្រើនចេញពីទឹកដីខេត្តប៉ៃលិនកាលពីថ្ងៃទី29ខែសីហាឆ្នាំ2025ឯកឧត្តមគីច័ន្ទរំដួលអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹកនាំក្រុមហ៊ុន Agro King Trading Co Ltd in Cambodia ជាបុតសម្ព័ន្ធក្រុមហ៊ុន Honggang Saigon Co Ltd ដែលជាអ្នកប្រម៉ូទទិញកសិផលរួមមានដំឡូងមីពោតក្រហមគ្រាប់ស្វាយចន្ទីនិងគ្រាប់សណ្តែកសៀងទៅកាន់ប្រទេសវៀតណាមដើម្បីជួបជាមួយនឹងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិននិងសៃឡូចំនួន4នៅក្នុងទឹកដីខេត្តប៉ៃលិនក្នុងឱកាសនោះឯកឧត្តមក៏បានដឹងថាក្រុមហ៊ុន Agro King Trading Co Ltd in Cambodia ជាបុតសម្ព័ន្ធក្រុមហ៊ុន Honggang Saigon Co Ltd បានគ្រោងបញ្ជាទិញគ្រាប់ពោតក្រហមចំនួន 50,000 តោនដំឡូងមីបកសម្បកនិងកាប់ដោយដៃចំនួន 30,000 តោនគ្រាប់ស្វាយចន្ទីចំនួន 2,000 តោននិងគ្រាប់សណ្តែកសៀងចំនួន 2,000 តោនក្នុងមួយឆ្នាំឯកឧត្តមបានបន្តថាក្រសួងកសិកម្មកំពុងតែយកចិត្តទុកដាក់ជួយដល់កសិករតាមរយៈការរកដៃគូសហការទិញហើយក្រសួងតែងតែលើកទឹកចិត្តឲ្យកសិករប្រមូលផ្ដុំចងក្រងជាសហគមន៍ឬចូលជាសមាជិកសហគមន៍កសិកម្មទំនើបដើម្បីបំពេញកម្លាំងផលិតក្នុងការបំពេញតម្រូវការកំណត់របស់ឈ្មួញឯកឧត្តមក៏បានណែនាំឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនផ្សព្វផ្សាយនិងរៀបចំផែនការអាជីវកម្មដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុនដោយមានកិច្ចសន្យាច្បាស់លាស់ PNS TV ព័ត៌មានសម្រាប់ប្រជាជនកម្ពុជា